អូខេអញ្ចឹងនេះគឺខ្ញុំមកបង្ហាញអំពីឧបករណ៍មួយដែលជំនួយទៅដល់ការកែពណ៌របស់កម្មវិធី DaVinci Resolve ដែលឧបករណ៍នេះអ្នកទាំងនេះគឺធ្លាប់ឃើញនៅលើទីផ្សារយើងច្រើនដែរឃើញការប្រម៉ូទរបស់គេច្រើនដែរអញ្ចឹងឧបករណ៍នេះគឺតាក់ទងជាមួយនឹងការកែពណ៌ឧបករណ៍នេះគឺមានឈ្មោះថា Micro Color Panel បាទឧបករណ៍នេះគឺមានប្រយោជន៍ទៅលើការងាររបស់យើងទី1គឺយើងអាចយកវាមកកែ color បានលឿនហើយស្អាតហើយជាពិសេសក្រុមការងារដែលយើងធ្វើការជាមួយនឹងឧបករណ៍នេះនៅពេលដែលភ្ញៀវគាត់បានឃើញឧបករណ៍ហ្នឹងជាមួយនឹងការងាររបស់យើងគាត់គិតថាយើងគឺជា team មួយដែល professional បាទអញ្ចឹងឧបករណ៍នេះគឺវាអាចជួយយើងហើយទីផ្សារការងារយើងក៏បង្ហាញពីអានុភាពរបស់យើងខ្លាំងទៅឲ្យភ្ញៀវគាត់ឃើញទៅលើនឹងដែរអញ្ចឹងខ្ញុំនឹង unboxing បាទខ្ញុំនឹងបង្ហាញជាមួយនឹងឧបករណ៍នេះឲ្យទាំងអស់គ្នាឃើញថាឧបករណ៍នេះគឺនឹងប្រើប្រាស់បែបណានៅក្នុងហ្នឹងបាទនៅក្នុងប្រអប់នេះបាទគឺមានការណែនាំជាច្រើនបាទដែលពេលដែលយើងទិញមកគឺយើងទទួលបានទៅលើបាទតែអំបិតបាទហើយនឹងសភៅណែនាំផ្សេងបាទទីប្រើផ្សេងរបស់ឧបករណ៍បាទគេបង្ហាញឲ្យយើងឃើញនៅក្នុងហ្នឹងបាទហើយបន្តមកទៀតគឺគេមានស្នោសុវត្ថិភាពរបស់គេបាទដាក់មកគឺវាពេញលេញនៅហ្នឹងពេញបិទទៅលើឧបករណ៍នេះគឺជាឧបករណ៍ហ្នឹងបាទឧបករណ៍នេះនៅពេលដែលយើងបើកមកគឺយើងមានឧបករណ៍ហ្នឹងមួយហើយនឹងដូចទៅលើ Type C បាទដោយ Type C នេះគឺសម្រាប់ភ្ជាប់ជាមួយនឹងកុំព្យូទ័រដែលមាន Type C បាទអញ្ចឹងបើសិនបើកុំព្យូទ័រដែលអត់មាន Type C យើងអាចទៅរកដូចតវាបានតែអាចភ្ជាប់វាបានហើយឧបករណ៍នេះគឺមានប្រយោជន៍ទី1គឺយើងអាចប្រើជាមួយនឹងខ្សែ direct ជាមួយកុំព្យូទ័រក៏បានយើងអាចប្រើវាជាមួយនឹងការ connect Bluetooth ក៏បានហើយក៏ងាយស្រួលយើងយកតាមខ្លួនយើងអាចយកតាមខ្លួនបាទទៅហាងកាហ្វេទៅកន្លែងណាអង្គុយអាចធ្វើការបានបាទហើយនេះគឺជា tool ទាំងអស់ដែលមាននៅក្នុង DaVinci តែម្ដងបាទវាមាន tool ដូចជា saturation បាទ highlight បាទ shadow បាទហើយមានកន្លែងយើងលាយ tone color កន្លែង white balance នេះគឺមានទាំងអស់ជាមួយនឹងឧបករណ៍មួយហ្នឹងបាទអូខេអញ្ចឹងពេលនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ទូទៅរបស់ឧបករណ៍កែ color នេះសិនបាទអញ្ចឹងយើងមើលជាក់ស្ដែងបាទអញ្ចឹងវាមានទាំងអស់ទៅលើហ្នឹងបាទវាមាន shadow វាមាន contrast វាមាន highlight saturation ហើយនឹងមាន mid detail បាទអញ្ចឹងវាមាន tool ច្រើននៅក្នុងហ្នឹងបាទ menu ប៊ូតុងផ្សេងហ្នឹងបាទណា view ណាអាចចុចមកគឺបង្ហាញបែបហ្នឹងណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថានៅពេលដែលយើងបាទមានបាទ note color បែបហ្នឹងបាទយើងគ្រាន់តែបតក់ទៅលើ loop ណាមួយឲ្យចំទៅកន្លែងហ្នឹងទៅណាយើងទទួលបានហើយបាទហើយយើងគ្រាន់តែចុចកន្លែង add note បាទយើងនឹងបង្កើតទៅលើ note ថ្មីមួយមកបាទណាបាទគាត់ថានេះគឺយើងនៅតែអាចពឹង keyboard ពឹង mouse តិចតួចទេណាបាទណា add ប៉ុណ្្នឹងមកបាទយើងអាចប្រើជាមួយនឹងបាទ shadow ជាមួយនឹង basic color របស់យើងបាទ shadow បាទ highlight បាទសេរីទៅតាមហ្នឹងបាទ contrast បាទណាប្រើទៅតាមហ្នឹងបាទណាបាទហើយវាមានកន្លែង violet white gamma white gain យើងអាចសេរីកន្លែងហ្នឹងបន្ថែមពីលើនឹងទៀតមកបាទណាជាងវាមានភាពងាយស្រួលជាងយើងប្រើទៅលើ note ដែលយើង add រាល់ដងបាទមុនយើងបង្កើត note មួយបែរថាmenu មួយយើងបង្កើតមួយ note មួយយើងបង្កើតទៅលើ option វាមួយអញ្ចឹងឧបករណ៍នេះបង្កើតទៅ note មួយមកសេរីលើនឹង shot ដែលយើងចំណាំខ្លួនឯងបាទហើយបើយើងចង់បាន white balance វិញបាទគ្រាន់តែចុច offset នេះទៅយើងអាចសេរីណាបាទ white balance ខៀវឡើងក្រហមឡើងបាទយើងសេរី temperature បាទហើយដល់ពេលកដានេះគឺ teal ឃើញទេសេរីកន្លែងកដាហ្នឹងមកគឺយើងបានទៅលើ teal កន្លែងហ្នឹងបាទឧបករណ៍ Klee 3នេះបាទគឺជាកន្លែងដែលយើងលាយ tone color ជាក់ស្ដែងបាទឃើញទេបាទយើងអាចប្រើដៃ3មកប្រើអញ្ចឹងបានតែម្ដងបាទណាបាទហើយយើងចង់កែទៅលើ skin tone ឲ្យស្អាតបាទយើងគ្រាន់តែបង្កើត note ថ្មីមួយមកបាទណានេះបាទបង្កើត note ថ្មីបាទយើងចុចនេះយើងអាចពឹងលើម៉ៅបន្តិចបាទយើងចុចទៅលើហ្នឹងបាទហើយយើងសេរីទៅលើកន្លែងនេះមកបាទសេរីបានប៉ុណ្ណឹងបាទ
ហើយអាចប្រើទៅលើ mid detail នេះបាទយើងអាច view ឲ្យធំចេះហើយយើងសេរីកន្លែង mid detail នេះទៅគេវា smooth ស្អាតដោយសារអីវាងាយស្រួលប្រើយើងអេក្រង់ monitor តូចកាលណាដែលយើងមានឧបករណ៍នេះវាជួយ view ឲ្យយើងរើសបាននៅលើឧបករណ៍នេះអញ្ចឹងវាងាយស្រួលនៅក្នុងការសេរីទៅលើនឹងឲ្យយើងបានកន្លែងហ្នឹងណាបាទចុច view មកវិញវាអាចបិទកន្លែងហ្នឹងបាទអាហ្នឹងគឺមានលក្ខណៈពិសេសកន្លែងហ្នឹងបាទសិនតែយើងអត់ចង់ធ្វើតាមហ្នឹងបាទ add ទៅលើ window ណាចេញកន្លែងនេះមកបាទនេះចេញកន្លែងហ្នឹងអាចសេរី mid detail ទៅនឹងបានទៀត direct ហ្មងក៏បានដាក់ view ធំហើយប្រើ mid detail មកក៏បានឃើញទេបាទនេះគឺជាចំណុចដែលងាយស្រួលរបស់ឧបករណ៍ហ្នឹងបាទណាយើងអាចកែផ្សេងសេរីវាតាមនឹងរបស់វាបានផ្សេងទៀតបាទ saturation បាទយើងសេរីទៅវាបានដិតជាងមុនផ្សេងទៀតបាទហើយវាងាយស្រួលឲ្យយើង view ទៅតាមហ្នឹងណាបាទវាល្អមែនតើសម្រាប់ការងារនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលរៀន DaVinci យើងអាចមានលទ្ធភាពយើងអាចទិញឧបករណ៍នេះប្រើទៅបាទវាមានភាពងាយស្រួលមែនតើសម្រាប់ជួយសម្រួលដល់ការងារហ្នឹងបាទអានេះតើថាយើងសាកបានដឹងទៅលើហ្នឹងបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញពីការប្រើប្រាស់ឧបករណ៍នេះហើយបាទអញ្ចឹងឧបករណ៍នេះគឺមានភាពងាយស្រួលបាទអាចយកតាមខ្លួនបានទៅហាងកាហ្វេបាទទៅណាអង្គុយកន្លែងណាធ្វើការគឺងាយស្រួលមែនតើបាទហើយនៅក្នុងវគ្គសិក្សា DaVinci ដែលអ្នកទាំងអស់គ្នារៀននេះគឺយើងមានបង្រៀនទៅលើការប្រើប្រាស់ឧបករណ៍ហ្នឹងបាទអញ្ចឹងងាយស្រួលមែនតើអ្នកទាំងអស់គ្នាក៏អាចរកទិញបានដែរនៅក្នុងឧបករណ៍ហ្នឹងណាបាទអាចរកទិញនៅតាម page ដែលមានគេលក់ទៅបាទហ្នឹងហើយអញ្ចឹងពេលដែលទិញពេលដែលរៀនគឺយើងមានហ្នឹងទៅគឺងាយស្រួលមែនតើ